ក្រមយោធាថៃនៅថ្ងៃពុធនេះហាក់បានផ្ដល់ភ្លើងខៀវពីជំរឿសការដោះលែងទាហានខ្មែរ18នាក់ឲ្យមកកម្ពុជាវិញដែលគេមើលឃើញថាជាសម្ពាធសហរដ្ឋអាមេរិកខណៈទាហានខ្មែរទាំង18នាក់នោះត្រូវបានទាហានថៃចល័តចូលចាប់ខ្លួនក្នុងទឹកដីខ្មែរធ្វើជាចំណាត់ខ្មាំងអស់រយៈពេល92ថ្ងៃរំលោភលើបទច្បាញ់ការផ្ដល់ភ្លើងខៀវរបស់យោធាថៃនេះធ្វើឡើងក្រោយពីកម្ពុជានិងថៃបានចេញសេចក្តីថ្លែងការណ៍សន្តិភាពក្រោមយន្តការអាស៊ាននិងមានប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ចុះហត្ថលេខាផងដែរធ្វើជាសាក្សីក្នុងការពង្រឹងកិច្ចព្រមព្រៀងបទច្បាញ់នេះបើតាមសារព័ត៌មាន American News បានចុះផ្សាយនៅថ្ងៃទី29ខែតុលានេះថាអ្នកនាំពាក្យកងទ័ពជើងគោកថៃលោកសវរីបានដឹងថាយោធាថៃនឹងដោះលែងទាហានខ្មែរ18នាក់តាមលក្ខខណ្ឌច្បាប់អន្តរជាតិនិងលក្ខន្តិកៈមនុស្សធម៌អន្តរជាតិប៉ុន្តែលោកថាកម្ពុជាត្រូវអនុវត្តលក្ខខណ្ឌ4ចំណុចដែលបានព្រមព្រៀងគ្នាជាមុនសិនដូចជាការដកអាវុធធ្ងន់ធ្ងរចេញពីតំបន់មានជម្លោះបន្តដោះមានមនុស្សធម៌រួមគ្នាបង្ក្រាបអក្រិតកម្មឆោបបោក call center និងទី4រៀបចំពលរដ្ឋមូលដ្ឋានតាមព្រំដែនឲ្យមានរបៀបរៀបរយលោកអះអាងថាភាគីថៃយល់ព្រមគោរពនៅសេចក្តីសម្រេចរបស់រដ្ឋាភិបាលដែលបានចុះកិច្ចព្រមព្រៀងនៅប្រទេសម៉ាឡេស៊ីដែលមានវត្តមានប្រធានាធិបតីអាមេរិកលោក Donald Trump ធ្វើជាសាក្សីម្យ៉ាងវិញទៀតលោកថាភាគីថៃមិនបដិសេធសំណើរបស់សហរដ្ឋអាមេរិកដែលប្រធានាធិបតីអាមេរិកលោក Donald Trump បានជំរុញឲ្យមានការដោះលែងទាហានខ្មែរ18នាក់នោះទេការបដូរអេរយាប័តរបស់យោធាថៃក្រោយពីសារព័ត៌មាន Reuters របស់អាមេរិកបានចុះផ្សាយកាលពីថ្ងៃអង្គារថាទីក្រុង Washington រំពឹងថាប្រទេសថៃនឹងដោះលែងទាហានខ្មែរ18នាក់នោះជាបន្ទាន់ក្រោយប្រធានាធិបតីអាមេរិកបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍សន្តិភាពនេះជុំវិញរឿងនេះអ្នកនាំពាក្យកងទ័ពជើងគោកកម្ពុជាលោកម៉ៅផល្លាបានប្រាប់វិទ្យុថាករណីដែលថាថៃគ្រោងដោះលែងទាហានខ្មែរ18នាក់នោះលោកនៅមិនទាន់ទទួលបានព័ត៌មានយ៉ាងណានោះទេដោយលោកជំរុញឲ្យទៅសួរអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាអ្នកស្រីម៉ាលីសុជាតាដែល VD មិនទាន់អាចទាក់ទងបានយ៉ាងណាជុំវិញបញ្ហានេះតំណាងរាជគណៈបក្សសង្គ្រោះជាតិលោកសំអានបានបង្ហាញការសាទរជាខ្លាំងដោយថាបើថៃពិតជាយល់ព្រមដោះលែងទាហានខ្មែរ18នាក់នោះមែនប៉ុន្តែលោកដាក់ការសង្ស័យថាថៃអាចនឹងប្រើល្បិចនេះដើម្បីឲ្យកម្ពុជាកាត់ទឹកដីខ្មែរខ្លះឲ្យថៃជាថ្នូរនឹងការដោះលែងជាពិសេសការបោះបង្គោលព្រំដែនដែលថៃលួចរំកិលរួចមកហើយដើម្បីបិទមាត់កុំឲ្យមេដឹកនាំខ្មែរទាមទារការនេះលោកសំអានបន្តជំរុញឲ្យរដ្ឋាភិបាលកម្ពុជាត្រូវពង្រឹងជំរុញសំរុំរឿងព្រំដែនទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីការពារនិងទាមទារទឹកដីខ្មែរដែលថៃបានរំលោភបំពានកន្លងមកកម្ពុជាត្រូវដាក់ពាក្យប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ហើយនឹងទៅកាន់សហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ1991ដែលមានប្រទេសបារាំងនិងប្រទេសឥណ្ឌូនេស៊ីជាសហប្រធានណានឹងទើបអាចការពារទឹកដីយើងបានបើអញ្ចឹងទេយើងមិនអាចការពារទឹកដីយើងបានទេបើសិនជានៅបន្តចរចាទ្វេភាគីជាមួយថៃហ្នឹងគឺទឹកដីដែលថៃគ្រប់គ្រងហ្នឹងដែលបាត់កន្លងមកក្នុងអំពេលកំឡុងសង្គ្រាមនឹងក្រោយបាត់ជបាញ់ហ្នឹងប្រកាសជាបាត់បង់ហើយប្រកាសជាថៃមិនអោយមកយើងវិញនោះទេចំណែកអ្នកច្បាប់និងជាអ្នកវិភាគឯករាជ្យលោកវ៉ាន់ចន្លូតយល់ឃើញថាការបង្ហាញចំហចង់ដោះលែងទាហានខ្មែរ18នាក់នោះដោយសារសម្ពាធខ្លាំងពីសហរដ្ឋអាមេរិករឿងការដំឡើងពន្ធជាដើមដែលថៃមិនអាចបដិសេធបានព្រោះជាសម្ពាធអន្តរជាតិយ៉ាងណាលោកចន្លូតក៏រំលឹកមេដឹកនាំកម្ពុជាថាចំពោះបញ្ហាព្រំដែនត្រូវតែបង្ហាញឆន្ទៈពិតប្រាកដបន្តការពារនិងទាមទារដែនអធិបតេយ្យរបស់កម្ពុជាដែលថៃរំលោភបំពានបានកន្លងមកឲ្យត្រឡប់មកកម្ពុជាវិញគឺត្រូវបញ្ជូនសំណុំរឿងព្រំដែនទាំងអស់នេះដែលថៃបានរំលោភបំពានយកដូចជានៅភ្នំទ្រាប់ប្រាសាទតាម៉ុនធំច្រកអាសេះភូមិជោគជ័យនិងភូមិព្រះច័ន្ទត្រូវប្តឹងករណីនេះទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ និងរាយការណ៍ទៅស្ថាប័នពាក់ព័ន្ធបន្ថែមទៀតភាគីថៃនឹងមិនអាចបដិសេធចំពោះកិច្ចអន្តរាគមន៍ណាមួយពីមហាអំណាចសហរដ្ឋអាមេរិកទេក៏ប៉ុន្តែភាគីកម្ពុជាត្រូវចាំថាក្នុងទំនាក់ទំនងទ្វេភាគីពុំគួរនឹងជឿទុកចិត្តភាគីថៃនោះឡើយដូច្នេះពាក់ព័ន្ធទៅនឹងកិច្ចការនៃបញ្ហាដែនអធិបតេយ្យបូរណភាពទឹកដីការវាស់វែងបង្គោលព្រំដែនគឺត្រូវតែមាននៅភាពច្បាស់លាស់ហើយបើអាចគួរតែកម្ពុជាត្រូវសំអាងទៅលើយន្តការអន្តរជាតិក្នុងនោះគឺការប្តឹងទៅ ICJ ដែលធានាបាននូវភាពរឹងមាំផ្លូវច្បាប់ហើយនឹងភាពមានប្រៀបទាំងផ្លូវច្បាប់ទាំងការទូតជាមួយនឹងភាគីថៃហើយភាគីថៃមិនដែលចោលក្បួននោះទេការចរចាចេះតែចរចាក៏ប៉ុន្តែសកម្មភាពរំលោភបំពានគឺនៅតែបំពានហើយប្រកាសណាស់ភាគីថៃនឹងមិនងាយសម្បទានអ្វីដែលរំលោភបំពានបានឈ្លានពានបានពីកម្ពុជាមកឲ្យកម្ពុជាវិញដោយងាយស្រួលនោះឡើយជុំវិញបញ្ហានេះលោកកងរិទ្ធគិរីជាមេធាវីធ្លាប់ការពារក្តីនៅសាលាក្តីខ្មែរក្រហម
បាននិយាយនៅថ្ងៃទី28ខែតុលាថាសេចក្តីថ្លែងការណ៍រួមកម្ពុជាថៃស្តីពីផែនការសន្តិភាពតាមព្រំដែននោះបង្កើតបានជាកាតព្វកិច្ចតាមផ្លូវច្បាប់មិនអាចបំពានបានលោកថាភាគីដែលរំលោភបំពានអាចត្រូវថ្កោលទោសជាអន្តរជាតិឬអាចឈានដល់ការអន្តរាគមន៍ជាអន្តរជាតិដើម្បីចាប់បង្ខំភាគីដែលរំលោភកាតព្វកិច្ចឲ្យអនុវត្តឲ្យបានពេញលេញត្រឹមត្រូវឡើងវិញក្នុងន័យនេះលោកកងរិទ្ធគិរីបញ្យល់ថាសេចក្តីប្រកាសរួមកម្ពុជាថៃស្តីពីផែនការសន្តិភាពតាមព្រំដែននិងទម្ងន់របស់វាតាមផ្លូវច្បាប់អន្តរជាតិហើយថាសេចក្តីប្រកាសគាំទ្ររបស់សហភាពអឺរ៉ុបជប៉ុននិងប្រទេសបារាំងជាទម្ងន់បន្ថែមមួយទៀតដល់ការទទួលស្គាល់កាតព្វកិច្ចជាអន្តរជាតិរបស់គូភាគីសម្រាប់លោកកងរិទ្ធគិរីសេចក្តីប្រកាសរួមនេះជាកាតព្វកិច្ចជាអន្តរជាតិត្រូវអនុវត្តដោយប្រទេសទាំងពីរតាមនិយមអន្តរជាតិនៃគោលការណ៍ត្រូវតែគោរពឲ្យបានខ្ជាប់ខ្ជួនទៅវិញទៅមកនៃដៃគូដែលត្រូវចងភ្ជាប់ដោយកាតព្វកិច្ចតាមការព្រមព្រៀងរួមគ្នារួចហើយនៅក្នុងសន្ធិសញ្ញាក្តីអនុសញ្ញាកាតព្វកិច្ចសញ្ញាកិច្ចព្រមព្រៀងឬសេចក្តីប្រកាសណាមួយជាទ្វេភាគីឬពហុភាគីលោកថាឯការប្រកាសធ្វើជាសាក្សីនៃប្រទេសអាមេរិកនិងប្រធានបដូវវេនអាស៊ានត្រូវបានគេកត់សម្គាល់ថារាល់កាតព្វកិច្ចជាអន្តរជាតិរវាងភាគីទាំងពីរមានលក្ខខណ្ឌត្រឹមត្រូវតាមច្បាប់អន្តរជាតិនិងត្រូវបានទទួលស្គាល់ថាវាអាចទទួលស្វាគមន៍ជាអន្តរជាតិបានសមរម្យលោកថាយ៉ាងហោចណាស់នៅក្នុងចំណោមប្រជាជាតិអាស៊ីអាគ្នេយ៍ទាំងអស់រួមទាំងអាមេរិកនិងជប៉ុនដែលបានថ្លែងការគាំទ្រភ្លាមៗនិងមិនមានចំណុចខុសឆ្គងឬផ្ដល់ការរំខានដល់ភាគីនៃរដ្ឋផ្សេងណាមួយទៀតដែលមិនមែនជាភាគីនៅក្នុងសេចក្តីប្រកាសរួមនេះដែលមានសិទ្ធិជំទាស់តវ៉ាបាននោះឡើយលោកគូបញ្ជាក់ថាឥឡូវនេះដល់វេនបារាំងនិងសហគមន៍អន្តរជាតិផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងនោះក៏បានន័យថាសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជានិងថៃបង្កើតបានជាកាតព្វកិច្ចតាមផ្លូវច្បាប់យ៉ាងពេញលេញមិនអាចរំលោភបំពានបានឡើយបើពុំនោះទេវាអាចត្រូវបានទទួលការថ្កោលទោសជាអន្តរជាតិឬអាចឈានដល់ការអន្តរាគមន៍ជាអន្តរជាតិដើម្បីចាប់បង្ខំភាគីដែលរំលោភកាតព្វកិច្ចឲ្យអនុវត្តឲ្យបានពេញលេញត្រឹមត្រូវឡើងវិញយ៉ាងនេះក្តីលោកអ៊ុំសំអានបានរំលឹកថាថៃបានរំកិលបង្គោលលាក់លេខ42ចូលដីខ្មែរប្រមាណ2គីឡូម៉ែត្រកន្លះនៅភូមិព្រៃច័ន្ទឃុំអូបេជន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យលើពីនេះថៃបានរំលោភចូលដីខ្មែរប្រមាណ3គីឡូម៉ែត្របើគិតដល់បន្លាលួសដែលទាហានថៃបានរាយនៅភូមិព្រៃច័ន្ទនិងភូមិជោគជ័យសម្រាប់លោកអ៊ុំសំអានថៃក៏បានរំកិលបង្គោលលាក់លេខ43ចូលដីខ្មែរប្រមាណ2គីឡូម៉ែត្រកន្លះនៅភូមិព្រៃច័ន្ទផងដែរនេះបើតាមការបញ្ជាក់របស់លោកញឹកមន្ឆៃនិងប្រជាពលរដ្ឋដែលរស់នៅទីនោះកម្ពុជានិងថៃមិនទាន់ឯកភាពគ្នាពីទីតាំងនៃបង្គោលលាក់លេខ42នោះទេប៉ុន្តែកម្ពុជានិងថៃបានឯកភាពគ្នាពីទីតាំងនៃបង្គោលលាក់លេខ43រួចហើយដោយកម្ពុជាបោះបង់ចោលដីប្រមាណ2គីឡូម៉ែត្រកន្លះនៅបង្គោលលាក់លេខ43លោកថាសប្តាហ៍ថ្ងៃនេះរដ្ឋាភិបាលទាមទារយកតែភូមិព្រៃច័ន្ទនិងភូមិជោគជ័យដែលមានជម្រៅនៅក្នុងទឹកដីថៃសប្តាហ៍ថ្ងៃនេះប្រមាណជាង500ម៉ែត្រគឺមានន័យថារដ្ឋាភិបាលកម្ពុជាបោះបង់ចោលដីខ្មែរប្រមាណ2គីឡូម៉ែត្រកន្លះដែលគិតពីភូមិព្រៃច័ន្ទនិងភូមិជោគជ័យដល់បង្គោលលាក់លេខ42នៅខាងលិចប្រាសាទស្តុកកក់ធំគឺប្រមាណ2គីឡូម៉ែត្រហើយបង្គោលលាក់លេខ42ត្រូវបានថៃរំកិលចូលដល់ភូមិព្រៃច័ន្ទសប្តាហ៍ថ្ងៃនេះរដ្ឋាភិបាលមិនបានទាមទារយកប្រាសាទស្តុកកក់ធំមកវិញនោះទេហើយសូម្បីតែភូមិព្រៃច័ន្ទនិងភូមិជោគជ័យក៏កំពុងឈានដល់រកការបាត់បង់ផងដែរខ្ញុំបាទប៉ុលសម្បត្តិ VOD